បាទជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពស្រឡាញ់ឥឡូវនេះខ្ញុំបង្ហាញអំពីទស្សនវិជ្ជាប្រាសាទវិមានផនដែតនៅព្រំបរិយស្រីវវេសន្តរនគរនបត្តិបរិយស្រីអយុធ្យាបងប្អូនដែលស្ថិតនៅកោះពោពីឃុំដែលអត់ស្រុកគៀនស្វាយខេត្តកណ្ដាលផងដែរហើយឥឡូវនេះលោកតាបោះម៉ាគុលោកមានកម្មវិធីបុណ្យខួបប្រាសាទលើកទី25ចិត្តចូលមកដល់ហើយបងប្អូននៅខ្វះតែ4ថ្ងៃទៀតទេបងប្អូនគឺកម្មវិធីបុណ្យនៅថ្ងៃពុធទី14 15កើតខែបង្គន់ឆ្នាំរោងចស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី12 13 14ខែមីនាឆ្នាំ2025វេលាម៉ោង 7:30 នាទីព្រឹកមានការជួបជុំពុទ្ធបរិស័ទបួងសួងក្រុងពាលីអញ្ជើញអុកញ៉ាលោកជំទាវទាំងជើងទឹកជើងគោកជើងអាកាសទាំង25ខេត្តក្រុងអញ្ជើញនិមន្តយាងរួមប្រជុំនៅទីប្រាសាទវិមានផុសផលតាផងដែរអញ្ចឹងខេត្តកណ្ដាលបងប្អូននៅវេលាម៉ោង 1:30 នាទីរសៀលធ្វើពិធីស្រោចស្រពសកុនវរីថ្វាយលោកតាបោះម៉ាគុឥសីគិរីមកព្រំម្ចាស់ប្រាសាទវិមានផុសផងដែរបន្ទាប់មកទៀតលោកតាម្ចាស់ប្រាសាទវិមានផុសទូលថ្វាយនិមន្តយាងសូត្រមន្តនិងសម្ដែងធម្មទេសនាក្រែមួយជាអត្ថប្រយោជន៍ដ៏ខ្ពង់ខ្ពស់សម្ដេចមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃរាជាណាចក្រកម្ពុជាគឺសម្ដេចសង្ឃប៊ូគ្រីសម្ដែងធម្មទេសនាក្រែមួយផងដែរនិងមានកម្មវិធីសម្ដែងយុទ្ធក្រមខមក៏ដូចជាកម្មវិធីផ្សេងទៀតចែកជូនបងប្អូនទីជិតទីឆ្ងាយផងដែរអញ្ចឹងបងប្អូនបន្តមកទៀតនៅថ្ងៃទី15កើតខែបង្គន់ត្រូវនៅថ្ងៃទី13ខែមីនាឆ្នាំ2025វេលាម៉ោង8ព្រឹកប្រគេនជាគូដល់ព្រះសង្ឃបន្តដល់ម៉ោង 11:30 នាទីថ្ងៃត្រង់ប្រគេនចង្ហាន់ព្រះសង្ឃវេលាម៉ោង 4 រសៀលសែនបារមីអុកញ៉ាលោកជំទាវទាំងជើងទឹកជើងគោកជើងអាកាសតាំងពីសតវត្សទី1រហូតដល់សតវត្សទី21គោរពអញ្ជើញនិមន្តយាងប្រជុំដល់ម៉ោងបន្ទាប់ទៀតគឺនិមន្តព្រះសង្ឃសម្ដែងធម៌ទេសនាក្រែមួយដោយអធិបតីភាពដ៏ខ្ពង់ខ្ពស់គឺអនុគុណស្រុកគៀនស្វាយខឹមសុផនផងដែរហើយនៅថ្ងៃសុក្រ100ឆ្លងត្រូវនៅថ្ងៃ14ខែឆ្នាំដដែលវេលាម៉ោង8ព្រឹកនិមន្តព្រះសង្ឃ255អង្គនិមន្តមកពីខេត្តក្រុងនានាធ្វើពិធីរាប់បាត្ររួមជាមួយនឹងកូនចៅសិស្សគុណជាច្រើននិងកម្មវិធីក៏ដូចជាកម្មវិធីផ្សឹកភ្នំខ្សាច់ចំនួន21ភ្នំផងដែរព្រមទាំងសែនតបធំនៅពេលរសៀលហ្នឹងគឺមានក្បាលជ្រូក109មាន់109ទៀម109និងនំបញ្ចុក99គីឡូផងដែរនិងមាននំផ្លែអាវនំអន្សមនិងនំជាច្រើនផងដែរហើយលោកតាអ្វីដែលលោកតាធ្វើនឹងសាងរួមជាមួយនឹងកូនចៅសិស្សគុណជាច្រើនគឺដើម្បីជាតិសាសនាព្រះមហាក្សត្រហើយលោកក៏សូមបួងសួងដល់ក៏ដូចជាបុព្វបុរសតាំងពីសម័យនគរហ៊ុននគូធ្លើកជ្រោយសវណ្ណសូមឲ្យនិមន្តយាងក៏ដូចជាចេញជួយដល់នគរក្រុងកម្ពុជាយើងសូមឲ្យឈ្នះអស់មានសេរីគ្រប់ទីនិងសូមឲ្យបញ្ជិះរាល់បាតុភូតផ្សេងៗឲ្យផាត់ផាយទៅតាមទឹកសមុទ្រនិងភ្នំផងដែរហើយកម្មវិធីជាច្រើននោះគឺមានកម្មវិធីក៏ដូចជាល្ខោនមានកម្មវិធីយុទ្ធក្រមខមនិងបាញ់អង្គាពេលយប់ផងដែរអញ្ចឹងបងប្អូនអញ្ចឹងសូមបងប្អូនទស្សនាដូចតទៅហើយរកកំហុសឆ្គងណាមួយដែលខ្ញុំបាននិយាយទៅមានការលឺលួដោយប្រការណាមួយនោះសូមមេត្តាខន្តីពីសំណាក់អាដាមលោកជំទាវអុកញ៉ាក៏ដូចជាភ្ញៀវទីជិតទីឆ្ងាយទាំងក្នុងនិងក្រៅប្រទេសលោកយាយលោកតាផងដែរសូមអរគុណសូមជម្រាបលា